សម្រាប់រាសីមនុស្សដែលកើតចំឆ្នាំថោះទាំងប្រុសទាំងស្រីគឺមានលក្ខណៈថានឹងមានរឿងហេងកើតឡើងជាជាងចុងឆ្នាំ2025ចុងឆ្នាំ2025នេះគឺបងប្អូនមានអារម្មណ៍តបប្រមធុញថប់ហើយក៏ចំណាយច្រើនហត់នឿយច្រើនខ្វះអ្នកយកចិត្តនិយាយរួមទៅបើនិយាយបញ្ហាមិនគឺច្រើនតែម្ដងក៏ប៉ុន្តែពេលចូលទៅដល់ក្នុងខែ1ឆ្នាំ2021សំទោសឆ្នាំ2026គឺអាការៈនិងលក្ខណៈមនុស្សកាចំឆ្នាំថោះហ្នឹងនឹងមានសភាពល្អប្រសើរឡើងមកវិញខ្ទង់ចន្លោះ50ទៅ60%ផងដែរអញ្ចឹងក៏ធ្វើឲ្យសតិនិងផ្លូវចិត្តអារម្មណ៍របស់មនុស្សកាឆ្នាំថោះគឺល្អប្រសើរជាងខែ12បានចន្លោះពី50ទៅ60ហើយរឿងសំណាងក៏បាន50-60%នៅផងដែរអញ្ចឹងនឹងមានរឿងលុយកាក់ចូលសាច់ញាតិបងប្អូនគេយល់ចិត្តគេស្រឡាញ់ច្រើនជាងមុននឹងជួបទៅលើរឿងហេងសំណាងល្អនៅក្នុងខែ1ដើមឆ្នាំ2026តែម្ដងបងប្អូនចង់ដឹងដែរឬទេថាមនុស្សដែលកើតចំឆ្នាំថោះតើជួបនៅរឿងរ៉ាវអ្វីខ្លះក្នុងជីវិតនៅក្នុងខែ1បងប្អូនកុំភ្លេចតាមដានវីដេអូមួយនេះរហូតដល់ចប់បងប្អូនកុំភ្លេចជួយចុច Subscribe និង Share វីដេអូទាំងអស់ហ្នឹងទៅកាន់បងប្អូនជាទីស្រឡាញ់បងប្អូនដែលកើតចំឆ្នាំថោះឲ្យបានទស្សនាឲ្យបានជ្រាបរាល់ដំណឹងមនុស្សកើតឆ្នាំថោះទាំងអស់គ្នាផងក្នុងខែ1អញ្ចឹងខ្ញុំសូមជំរាបជូនអំពីមនុស្សកើតចំឆ្នាំថោះនៅក្នុងខែឆ្លូវខែ1ឆ្នាំ2026ថាឆ្លូវប៉ះជាមួយថោះតើមានសភាពនិងលក្ខណៈដូចម្ដេចអញ្ចឹងខ្ញុំសូមជំរាបប្រាប់ត្រួសឲ្យបងប្អូនបានយល់អំពីបញ្ហាដែលកើតចំឆ្នាំថោះមុនអញ្ចឹងបញ្ហានៅក្នុងខែ1មនុស្សកើតឆ្នាំថោះគឺនឹងមានសភាពបញ្ហាស្មុគស្មាញនិងមានរឿងរ៉ាវដែលត្រូវដោះស្រាយជាច្រើនអាចនឹងថាការងារក៏ត្រូវដោះស្រាយបញ្ហារកស៊ីក៏ត្រូវតែចាប់ផ្ដើមនិងមានកំណត់ថ្មីនិងបញ្ហាតំណែងក៏ត្រូវតែស្វែងយល់ឲ្យបានច្បាស់លាស់នៅក្នុងការនិយាយស្ដីនិងបង្កើតតំណែងហើយបើបញ្ហាស្នេហាវិញនោះគឺមើលឃើញថាអត់សូវមានជាបញ្ហាទេនឹងល្អប្រសើរឡើងមកវិញហើយបងប្អូនដែលកើតចំឆ្នាំថោះនៅក្នុងដើមខែ1ឆ្នាំ2026បងប្អូនគួរតែរៀបចំវត្ថុមង្គលហើយទៅរងចាំមមីធាតុភ្លើងចូលមកដល់យើងនឹងផ្ទុះសំណាងផ្ទុះលៀបយើងអាចថាពាក់ជាអង្កាំខ្សែដៃនាំសំណាងសម្រាប់ធាតុខ្លួនឯងឆ្នាំខែកំណើតខ្លួនឯងផ្ទាល់តែម្ដងយើងរៀបធាតុធ្វើម៉េចឲ្យត្រូវចឹងបងប្អូនអាចរៀបជាមួយខ្ញុំបានគ្រាន់តែផ្ញើថ្ងៃខែឆ្នាំកំណើតមកខ្ញុំរៀបចំជូនហើយបងប្អូនអាចរៀបចំប្រពែនាំសំណាងនាំលៀបនាំចេកកាត់ឆុងជាមួយกระดาษយួនកระดาษសែនរបស់ខ្ញុំគឺបងប្អូននឹងទទួលបានលៀបជ័យនិងសំណាងល្អហេងនៅដើមឆ្នាំ2026អញ្ចឹងគឺយើងចេះរៀបចំទូរស័យខ្លួនយើងនឹងទទួលបានសមិទ្ធផលល្អរឿងហេងចូលមកកាន់ជីវិតយើងអញ្ចឹងបើបងប្អូនមានតម្រូវការចង់រៀបចំកម្មផ្សាយដៃឬវត្ថុមង្គលបងប្អូនអាចតាក់ទងមកកាន់ខ្ញុំតាមលេខ Telegram បានអញ្ចឹងខ្ញុំសូមនិយាយត្រឡប់មកវិញអំពីរឿងរ៉ាវមនុស្សកើតចំឆ្នាំថោះក្នុងខែ1អញ្ចឹងបងប្អូនដែលកើតចំឆ្នាំថោះនៅក្នុងខែ1ឆ្នាំ2026អំពីរឿងសំណាងវិញជាសំណាងអាចថាគាត់នឹងមានរឿងល្អនៅក្នុងការងារគាត់ដូចជាឡើងប្រាក់ខែដូចជារឿងថ្នាក់លើគាត់យកចិត្តជាងមុននិងរឿងរ៉ាវបញ្ហាទាំងអស់គាត់បានដោះស្រាយអញ្ចឹងគឺនឹងមានសំណាងនៅក្នុងការងារអាចថាមិនសូវជាហត់នឿយជាជាងខែ12ទេអញ្ចឹងខែ12ធ្លាប់តែហត់នឿយបែបជាចូលមកដល់ខែ1គឺមានសភាពល្អនិងលក្ខណៈល្អប្រសើរជាជាងខែ12បាន50%ផងដែរជាងផ្លូវចិត្តយើងរៀងប្រសើរជាងមុនជាងទៅពេលចូលដល់ឆ្នាំថ្មីដើម្បីទទួលរឿងលៀបនឹងជ័យហើយសម្រាប់ការរកស៊ីគឺខ្ញុំសូមជំរាបប្រាប់ថានៅក្នុងការរកស៊ីមនុស្សកាត់ចំឆ្នាំថោះគឺសភាពគឺល្អប្រសើរជាជាងខែ12ផងដែរចំណូលអាចកើនឡើងខ្ទង់កម្រិត 20% អញ្ចឹងលក់ដូរវាចំណេញជាជាងខែ12មានភ្ញៀវជាងមានអ្នកតាក់ទងមកច្រើនជាងខែ12ហើយអ្នកដែលប៉ែងជើងខ្វែងកំណត់នោះគឺតាមអត់ទាន់មកឆ្នាំថោះគឺបកកែរឿងការគិតបកកែរឿងការដែលដោះស្រាយរឿងបញ្ហារឿងក្រៅនានាដែលត្រូវធ្វើឲ្យមនុស្សកាត់ចំឆ្នាំថោះហ្នឹងមានរឿងល្អរឿងហេចូលកាន់ជីវិតអញ្ចឹងបងប្អូនដែលកាត់ចំឆ្នាំថោះគឺត្រូវតែទទួលបានរឿងលាភសំណាងក្នុងការរកស៊ីតែម្ដងហើយក្នុងនោះបើសិនជាបងប្អូនកាត់ឆ្នាំថោះជួបប្រទះរឿងសូវក្នុងខែ1បែបជាសំណាងអត់បានដល់50-60%បែបជាធ្លាក់មែនទែនធ្លាក់ចុះបងប្អូនត្រូវតែឆែកទូរស័យខ្លួនឯងថាខ្លួនឯងកាត់ម៉ោងអីខែអីឧទាហរណ៍ថាបងប្អូនកាត់ឆ្នាំថោះប៉ុន្តែម៉ោងបងប្អូននៅក្នុងនោះមានដូចជាឆ្នាំរោងម៉ោងរោងឬក៏ម៉ោងរកាឬក៏ម៉ោងដែលឆុងជាមួយទូរស័យបងប្អូនគឺវាធ្វើជីវិតយើងគឺដុនដាបហើយធ្លាក់ហើយពិបាកមែនតើនៅក្នុងការប្រកបជីវកម្មរស់នៅឬក៏ពិបាកនៅក្នុងការដែលស៊ីលក់ដូរហ្នឹងអញ្ចឹងគឺពិបាកបែបហ្នឹងហើយសម្រាប់ការដែលគេបោកប្រាស់ផ្លូវចិត្តនោះ
ក៏ប្រយ័ត្នប្រយែងមែនទែនអាចនឹងថាបោកប្រាស់ក្នុងការរើស៊ីបោកប្រាស់ក្នុងការងារនិងតំណែងទូទៅការបោកប្រាស់នឹងនៅតែមានមករើយើងអញ្ចឹងពេលដែលយើងដឹងពីរឿងរ៉ាវនឹងហើយយើងអាចប្រកាសបានដោយថាយើងត្រូវតែធ្វើអីដែលមកចត់ប្រុងប្រយ័ត្នហើយគិតឲ្យល្អកុំឲ្យខាត់បងនៅរឿងលៀបសការៈនានាហើយអំពីតំណែងអញ្ចឹងខ្ញុំសូមជំរាបប្រាប់អំពីតំណែងទូទៅមករួចកាត់ចំឆ្នាំថោះតំណែងទូទៅទាំងមិត្តភាពទាំងគ្រួសារឃើញថាមានភាពគេហៅថាប្រសើរឡើងមានភាពអ្នកយកចិត្តមកវិញយកចិត្តមិនមែន 100% ដែរយកចិត្តតិចតួចទេប៉ុន្តែវាប្រសើរជាខែ12គឺគ្រាន់តែបើកចូលដល់ឆ្នាំថ្មីភ្លាមខែ1ភ្លាមដូចជាបើកឱកាសនៅក្នុងការរឿងហេងនឹងតែម្ដងទោះជាថោះឆុងនៅក្នុងខែ12ក៏ដោយក៏នៅតែមានរឿងហេងចូលមកកាន់ជីវិតអញ្ចឹងនឹងទទួលបានលទ្ធផលល្អរឿងហេងសំណាងល្អហើយសម្រាប់អំពីរឿងហិរញ្ញវត្ថុដូចខ្ញុំជំរាបប្រាប់អញ្ចឹងនឹងកើនឡើងមានកម្រិតរហូតដល់ 20% អញ្ចឹងបងប្អូនចាំទទួលលៀបទទួលជ័យទៅក្នុងខែ1ដើមឆ្នាំហ្នឹងហើយសម្រាប់អំពីតំណែងស្នេហាដូចខ្ញុំជំរាបប្រាប់អញ្ចឹងគឺបងប្អូនដែលការចង់ឆ្នាំថោះគឺដៃគូស្នេហាបងប្អូននៅក្នុងខែ1ដើមឆ្នាំគឺមានសភាពរៀងល្អប្រសើរឆ្លុះគ្នាគឺងាយនឹងសម្រួលគ្នាត្រូវគ្នាហើយក៏ងាយនឹងយកចិត្តគ្នាច្រើនជាងមុនផងដែរមានភាពអធ្យាស្រ័យអត់អោនគ្នាទៅវិញទៅមកហើយសម្រាប់បងប្អូនដែលឆ្លោះគ្នាខ្លាំងហើយលែងលះគ្នាអីគិតឡើងវិញខ្ញុំសូមជំរាបប្រាប់ថាត្រូវតែគិតឡើងវិញអត់មានទៅបន្ទោសស្រាយអីតទៀតទេដកដង្ហើមម្នាក់មួយជំហានទៅដកឃ្លាទៅគិតឡើងវិញសម្រួលគ្នាសិនទៅកុំយកអារម្មណ៍ខ្លួនឯងឆេះឆាយទៅដោះស្រាយអាចនឹងថាជាបែកបាក់គ្រួសារលែងគ្នាអស់មួយជីវិតហើយសម្រាប់រឿងរ៉ាវអ្នកដែលមានស្នេហាជាសង្សារវិញគឺឃើញថាប្រឈមមុខនឹងការបែកបាក់គ្នានៅឆ្លោះគ្នាច្រើនហើយប្រវត្តិនឹងគេហៅថាផ្សះផ្សាអញ្ចឹងប្រយ័ត្នផងហ្នឹងបើសិនជាយើងចាក់ដៃគូសង្សារស្នេហាខ្ញុំសូមឲ្យបងប្អូនប្រើចិត្តអត់ធ្មត់បន្តទៅទៀតទៅថ្ងៃមុខទៀតអញ្ចឹងត្រូវតែធ្វើចិត្តឲ្យធ្ងន់សម្រាប់ដៃគូជាស្នេហាសង្សារហើយសម្រាប់រឿងរ៉ាវអ្នកដែល single ឃើញថានឹងមានឱកាសចាប់គូគេហៅថាគូស្នេហាជាមួយគ្នាបាននិយាយគូពិតគូខ្លាំងខ្លាយក្នុងនោះគឺ50 50អញ្ចឹងលក្ខណៈរឿងហ្នឹងបងប្អូនគឺអាចនឹងជួបប្រទះរឿងហេងហានិងសយហាអញ្ចឹងបងប្អូនគួរតែប្រយ័ត្នប្រយែងមែនតើនៅក្នុងហ្នឹងហើយអំពីបញ្ហាសុខភាពវិញឃើញថាមនុស្សការចំឆ្នាំថោះនេះសុខភាពគឺអត់សូវល្អប្រសើរប្រហែលទេគឺអាចនឹងថាខែ1នឹងមានបញ្ហាឈឺស្កាត់រៀងគ្រាន់បើដែររឿងឈឺហ្នឹងអញ្ចឹងដើម្បីបង្ការរឿងជំងឺហ្នឹងបងប្អូនអាចរៀបចំនៅវត្ថុមង្គលវត្ថុហុងស៊ុយដាក់ប្រចាំក្នុងផ្ទះតាមសូនតាមទូតំបន់បងប្អូនទៅដើម្បីកាត់រឿងស៊ុយរឿងឆុងរឿងអីហ្នឹងដែលធ្វើសុខភាពយើងឈឺនឹងបានខ្ទង់ចន្លោះពី 70% ដែរអញ្ចឹងគេហៅថាសុខភាពយើងល្អប្រសើរអំពីការរៀបចំក្នុងផ្ទះនឹងសម័យហ្នឹងហើយអំពីបញ្ហាសុខភាពបងប្អូនអាចទៅហាត់ប្រាណហាត់អីជាប្រចាំទៅឬក៏ញ៉ាំរបស់ល្អដែលជំនួយសុខភាពទៅដល់សុខភាពអញ្ចឹងគឺល្អប្រសើរសម្រាប់បងប្អូននៅការចាំឆ្នាំថោះអញ្ចឹងអំពីរឿងរ៉ាវបន្តទៀតគឺរឿងរ៉ាវដែលរឿងយើងរៀបចំពណ៌សំណាងលេខសំណាងទិសសំណាងអីហ្នឹងខ្ញុំនឹងជំរាបប្រាប់បន្តទៀតអញ្ចឹងនៅក្នុងមនុស្សនៃឆ្នាំថោះនៅខែ1បងប្អូនចង់រៀបចំលេខសំណាងខ្ញុំនឹងជំរាបប្រាប់លេខសំណាងមនុស្សកាលឆ្នាំថោះនៅក្នុងខែ1បងប្អូនគួរតែប្រើប្រាស់លេខ331លេខ331មនុស្សកាត់ឆ្នាំថោះគឺជាលេខមួយដែលជួយ support បងប្អូនឲ្យបងប្អូនទទួលបាននៅរឿងហេងក្នុងជីវិតលេខហ្នឹងដូចជាមិនហេងណាស់ណាទេគ្រាន់តែថាវាជួយសម្រួលយើងនៅក្នុងកិច្ចការងារក្នុងអាជីវកម្មការងារឬក៏ជួយសម្រួលនៅក្នុងការរស់នៅបានមួយខែនៅក្នុងខែ1បងប្អូនអាចយកលេខហ្នឹងទៅប្រើប្រាស់ជាមួយនឹងលេខទូរស័ព្ទដៃឬក៏លេខកុងធនាគារដែលមានស្រាច់អីហ្នឹងលេខបតូលេខឡានក៏បានហើយបងប្អូនខ្ញុំសូមបងប្អូនទៅសេលេខ331នេះបានច្រើនដងនៅលើกระดาษសភៅបងប្អូនຕົកធ្វើការຕົករកស៊ីទៅសេលេងទៅគឺឥទ្ធិពលលេខហ្នឹងអាចជួយ support បងប្អូនឲ្យជួបហេងបាន 10% ផងដែរអញ្ចឹងបងប្អូនអាចប្រើទូទៅបានលេខ331គឺជាលេខប្រើទូទៅសម្រាប់មនុស្សកាត់ឆ្នាំថោះទាំងប្រុសទាំងស្រីតែម្ដងហើយបងប្អូនខ្ញុំសូមជម្រាបអំពីពណ៌សំណាងអញ្ចឹងពណ៌សំណាងមនុស្សកាត់ឆ្នាំថោះខ្ញុំសូមបញ្ជាក់បងប្អូនបន្តិចបងប្អូនគួរតែប្រើប្រាស់នៅពណ៌ខ្មៅឲ្យបានច្រើនគឺជាពណ៌មួយដែល support នៅឆ្នាំថោះនៅក្នុងខែ1អញ្ចឹងពណ៌ខ្មៅគេហៅថាពណ៌រ៉ាំងធាតុទឹកត្រជាក់ត្រជុំជាពណ៌ដែលជួយជំរុញនៅរឿងគេហៅថាគិតទៅត្រឹមត្រូវធ្វើទៅច្បាស់លាស់ហើយធ្វើទៅមកចត់នៅក្នុងការងារនាំយើងទៅរករឿងសំណាងតែម្ដងហើយសម្រាប់ពណ៌សឬក៏ពណ៌រៀងទឹកដោះគោអីហ្នឹងគឺជាពណ៌ធាតុមាសអញ្ចឹងពណ៌ហ្នឹងគឺជាពណ៌មួយជំរុញរឿងលុយកាក់
ជាពណ៌មួយជំរុញបងប្អូនជួបនៅរឿងហេរឿងលុយនឹងហ្មងចឹងបងប្អូនអាចប្រើប្រាស់ពណ៌នឹងបានអាស្រ័យទៅបងប្អូនអ្នករើលុយរើកាក់ចងការប្រាក់អ្នករើស៊ីហ្នឹងគឺពណ៌ហ្នឹងគឺល្អសម្រាប់បងប្អូនចឹងបងប្អូនអាចប្រើប្រាស់បានហើយពណ៌មួយទៀតគឺជាពណ៌ខៀវពណ៌ខៀវគឺពណ៌ជាតិទឹកដែរគឺជាពណ៌ដែលជំរុញបងប្អូនជួបនៅរឿងល្អរឿងហេរឿងសំណាងក្នុងជីវិតដែរចឹងបងប្អូនអាចប្រើប្រាស់ពណ៌នឹងបាននៅក្នុងខែ1ប្រើជាមួយគេប្រើជាមួយសម្លៀកបំពាក់ប្រើជាមួយកម្រាលពុកគេប្រើជាមួយតុធ្វើការប្រើជាមួយវត្ថុមង្គលប្រើជាមួយវត្ថុដែលយើងតាំងក្នុងផ្ទះកន្លែងធ្វើការតុ office យើងកន្លែងយើងរើស៊ីអញ្ចឹងយើងអាចប្រើប្រាស់បានហើយងាយស្រួលអត់គិតអត់ស្មុគស្មាញទេនឹងទទួលបានរឿងលៀបរឿងជ័យនោះ 10% ចូលជីវិតដូចគ្នាហើយសម្រាប់អំពីទិសសំណាងវិញអញ្ចឹងទិសសំណាងបងប្អូនអាចប្រើប្រាស់នៅក្នុងខែ1ដើមឆ្នាំនេះបាននៅទិសខាងត្បូងអញ្ចឹងអ្នកការចាំថោះនៅទិសខាងត្បូងនៅក្នុងឆ្នាំ2026ខែ1គឺនៅមានអត្តពលល្អអត់ទាន់ឆុង 100% នៅកាន់ទិសខាងត្បូងទេតរខែ2មកឆុងអញ្ចឹងបងប្អូនអាចប្រើប្រាស់ទិសខាងត្បូងឬក៏កើតឈាមត្បូងបានអញ្ចឹងទិសហ្នឹងគឺជាទិសដែលល្អសម្រាប់នៅការឆ្នាំថោះឬក៏ទិសមួយទៀតបងប្អូនថាខ្លាចឆុងខ្លាចអីសកួរទុកឲ្យហើយបងប្អូនអាចប្រើទិសខាងលិចបានអញ្ចឹងគឺជាទិសដែលល្អសម្រាប់បងប្អូនទាំងអស់ដែលខ្ញុំជំរាបប្រាប់នឹងបងប្អូនប្រើប្រាស់បានអាចថាទទួលបាន 10% នៅក្នុងនឹងទៀតផងដែរបងប្អូនអាចថាពេលដែលប្រើប្រាស់ទិសទាំងអស់ហ្នឹងគឺបងប្អូនអាចទៅជួបជុលស្វែងរកបានឬក៏ដាក់តាំងវត្ថុមង្គលនៅចំទិសហ្នឹងបានហើយបងប្អូនបើសិនជាចង់សួរខ្ញុំលម្អិតបញ្ជាក់ពីឆ្នាំនីមួយៗរៀងខ្លួនបងប្អូនអាចតាក់ទងមកកាន់លេខ Telegram ខ្ញុំបានឬក៏បងប្អូនអាច comment ខាងក្រោមវីដេអូនេះបានរាល់សំណួរនិងចម្ងល់ជាចុងក្រោយខ្ញុំបាទសូមអរគុណសូមគោរពលា